មេដឹកនាំយោធាមីយ៉ាន់ម៉ាបង្កើតស្ថាប័នកម្ពុជាថ្មីដើម្បីក្តោបក្តាប់អំណាចទាំងស៊ីវិលនិងយោធារបបយោធាមីយ៉ាន់ម៉ាបានប្រកាសជាផ្លូវការនៅការបង្កើតអង្គភាពអំណាចថ្មីមួយដែលត្រូវបានគេហៅថាក្រុមប្រឹក្សាពិគ្រោះយោបល់សហភាពដើម្បីរឹតបន្តឹងការគ្រប់គ្រងលើរចនាសម្ព័ន្ធរដ្ឋបាលស៊ីវិលនិងកងកម្លាំងប្រដាប់អាវុធចំណាត់ការនេះត្រូវបានអ្នកវិភាគនយោបាយមើលឃើញថាជាយុទ្ធសាស្ត្ររៀបចំផ្លូវសម្រាប់មេដឹកនាំកម្ពុជាលោកឧត្តមសេនីយ៍មិនអង្លាំងក្នុងការឡើងកាន់តំណែងជាប្រធានាធិបតីដោយមិនបោះបង់អំណាចបញ្ជាការលើកងទ័ពនោះឡើយយោងតាមសេចក្តីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋស្ថាប័នដែលមានសមាជិក5រូបនេះនឹងទទួលបានអាណត្តិទូលំទូលាយខុសពីធម្មតាដោយមានសិទ្ធិអំណាចពេញលេញលើវិស័យសន្តិសុខជាតិនិងកិច្ចការនីតិបញ្ញត្តិដែលធ្វើឲ្យក្លាយជាស្ថាប័នកម្ពុជាឈរនៅពីលើអំណាចទាំង3គឺនីតិប្រតិបត្តិនីតិបញ្ញត្តិនិងតុលាការបង្កើតស្ថាប័នថ្មីនេះធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីការបោះឆ្នោតជាតិដែលរៀបចំដោយរបបយោធាបញ្ចប់ទៅដោយគណៈបកសាមគ្គីភាពនិងអភិវឌ្ឍសហភាពដែលជាបករបស់យោធាបានដណ្ដើមយកអាសនៈរហូតដល់ 81% នៅក្នុងសភាទោះបីជាយ៉ាងណាក៏ដោយការបោះឆ្នោតនេះត្រូវបានអង្គការសហប្រជាជាតិនិងបណ្ដាប្រទេសលោកខាងលិចរិះគន់យ៉ាងចាស់ដៃថាជាការបោះឆ្នោតបង្ក្រប់កិច្ចនិងខ្វះដំណាភាពដើម្បីគ្រាន់តែជួយឲ្យក្រុមសឹកបន្តក្តោបក្តាប់អំណាចក្រោមរូបភាពជារដ្ឋាភិបាលស៊ីវិលតែប៉ុណ្ណោះអ្នកជំនាញមកពីវិទ្យាស្ថានយុទ្ធសាស្ត្រនិងគោលនយោបាយមីយ៉ាន់ម៉ាបានព្រមានថាស្ថាប័នថ្មីនេះគឺការខ្វះខាតទាំងស្រុងនៃគណនេយ្យភាពឬការត្រួតពិនិត្យតុល្យភាពអំណាចដែលវានឹងអនុញ្ញាតឲ្យលោកមិនអង្លាំងអាចគ្រប់គ្រងទាំងមេបញ្ជាការកងទ័ពថ្មីនិងរដ្ឋាភិបាលថ្មីក្នុងពេលតែមួយគួរបញ្ជាក់ផងដែរថាស្ថានភាពនេះកើតឡើងចំពេលប្រទេសមីយ៉ាន់ម៉ាកំពុងស្ថិតក្នុងវិបត្តិសង្គ្រាមស៊ីវិលរ៉ាំរ៉ៃចាប់តាំងពីរដ្ឋប្រហារយោធាឆ្នាំ2021ដែលបានទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រីអ៊ុងសានស៊ូជីយោងតាមទិន្នន័យពីគម្រោងអាក្លែតមនុស្សជាង 93,000 នាក់បានបាត់បង់ជីវិតនៅក្នុងអំពើហិង្សាដែលកំពុងបន្តរីករាលដាលការបង្កើតស្ថាប័នកម្ពុជាថ្មីនេះមិនត្រឹមតែជាការពង្រឹងអំណាចផ្ទាល់ខ្លួនរបស់លោកមិនអង្លាំងប៉ុណ្ណោះទេប៉ុន្តែក៏ជាយន្តការទប់ស្កាត់មិនឲ្យអ្នកស្នងតំណែងមេបញ្ជាការយោធាបន្ទាប់ពីលោកមានអំណាចខ្លាំងពេកដែលអាចគំរាមកំហែងដល់ឥទ្ធិពលរបស់លោកនៅថ្ងៃខាងមុខផងដែរខ្ញុំបាទស៊ីណាតពីរំលេច News TV ចុងភៅហេងមេងឡាយសូមស្វាគមន៍ប្រូម៉ូសិនពិសេសពីចុងភៅហេងមេងឡាយមានហ្វ្រីជូនរហូតដល់ទៅ15មុខនិងភោជនីយដ្ឋានសម្រាប់គូស្វាមីភរិយាថ្មី25គូដំបូងដែលមានបំណងចង់រៀបអាពាហ៍ពិពាហ៍និងពិសាភោជនីយអាហារនៅភោជនីយដ្ឋានចាប់ពី40តុ60តុនិង80តុប្រញាប់រស់រានឡើងកម្មវិធីពិសេសនេះផ្ដល់ជូនត្រឹមតែ25គូដំបូងតែប៉ុណ្ណោះសូមតាក់ទងមកកាន់ហាងយើងខ្ញុំតាមរយៈ Telegram អាសយដ្ឋានផ្ទះលេខ96ផ្លូវ 3BT សង្កាត់បឹងទំពុន1ខណ្ឌមានជ័យរាជធានីភ្នំពេញឬតាក់ទងតាមរយៈទំព័រ Facebook Page ផ្លូវការហេងមេងឡាយ